តើភ្លៀងកក់ខែផ្ដល់ផលអាក្រក់អ្វីខ្លះដល់ស្វាយចន្ទីតើបងប្អូនយើងស្ដាប់វីដេអូនេះដូចតទៅបាទជំរាបសួរបងប្អូនកសិករយើងបាទតើតំបន់ណាខ្លះជួបជាមួយនឹងបញ្ហាភ្លៀងកក់ខែបងប្អូនណាបាទជាទូទៅភ្លៀងកក់ខែនេះគឺមិនលែងទេបងប្អូនគឺតែងតែមានណាបាទសម្រាប់តំបន់ផ្សេងគឺតែងតែជួបភ្លៀងកក់ខែហ្នឹងអញ្ចឹងយើងចង់ដឹងថាតើភ្លៀងកក់ខែនេះវាផ្ដល់ផលល្អឬក៏ផ្ដល់ផលអាក្រក់ទៅដល់ស្វាយចន្ទីបាទបងប្អូនខ្លះគាត់ចង់ដឹងក៏គាត់បានតេមកសួរខ្ញុំបាទជារឿយៗទាំងអូនណាបាទភ្លៀងមកច្រើនអញ្ចឹងបាទកក់ខែមកអញ្ចឹងតើមានបញ្ហាអីដល់ស្វាយចន្ទីបាទហើយវាមានគុណសម្បត្តិអីដល់ស្វាយចន្ទីយើងបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមរៀបរាប់ប្រាប់ពីបាទអត្ថប្រយោជន៍ក៏ដូចជាគុណវិបត្តិនៃភ្លៀងកក់ខែហ្នឹងបាទទៅដល់ដំណាំស្វាយចន្ទីបាទអញ្ចឹងបងប្អូនជួយដែលចង់ដឹងសូមអាចថាជួយ share គ្នាទៅបងប្អូនណាដើម្បីឲ្យបងប្អូនផ្សេងទៀតគាត់បានយល់ដឹងហើយខ្ញុំក៏មិនមែនជាអ្នកចេះអីខ្លាំងណាស់ណាដែរបងប្អូនណាគ្រាន់តែមានបទពិសោធន៍ប៉ុណ្ណាគឺយើងចែករំលែកគ្នាប៉ុណ្ណឹងឲ្យបងប្អូនដែលគាត់ចេះច្រើនជាងខ្ញុំគាត់ដឹងច្រើនជាងខ្ញុំអាចជួយបំពេញបន្ថែមបងប្អូនណាមានតែការជួយគ្នាទៅតាមរយៈការចែករំលែកចំណេះដឹងបទពិសោធន៍គ្នាទៅវិញទៅមកហ្នឹងទេបានធ្វើឲ្យវិស័យស្វ័យយន្ទីរបស់យើងហ្នឹងគឺកាន់តែរីកចម្រើនតទៅមុខទៀតបាទឥឡូវបញ្ហាឆ្នាំនេះបងប្អូនណាអ្នកកៀងក្តាប់ច្រើនណាបាទអ្នកកៀងក្តាប់ច្រើនដោយសារអីបាទអាកាសធាតុអ្នកខ្លះក៏ប្រើថ្នាំទៅតាមតប្រេះតផ្ដាស់បងប្អូនណាគាត់អត់សូវមានបច្ចេកទេសចឹងទៅធ្វើឲ្យចន្ទីរបស់គាត់កៀងបូកជាមួយនឹងអាកាសធាតុក្តៅតោះចូលទៅដល់សាច់រឿងយើងវិញបងប្អូនណាតើហេតុអ្វីបានជាស្វ័យយន្ទីកក់ខែហ្នឹងវាមានគុណសម្បត្តិឬក៏គុណវិបត្តិអីខ្លះបាទឥឡូវខ្ញុំសូមលើកពីគុណសម្បត្តិទៅចោះបាទទី1កាលណាតែភ្លៀងកក់ខែនេះវាធ្វើឲ្យស្វ័យយន្ទីរបស់យើងបាទដីគឺសើមបងប្អូនណាវាធ្វើឲ្យដីយើងហ្នឹងគឺសើមធ្វើឲ្យរឹសនៃស្វ័យយន្ទីហ្នឹងវាធ្វើការបានល្អវាស្រូបជីជាតិវាចាប់ផ្ដើមបើកមុខឡើងវិញបងប្អូនហើយទី2វាធ្វើឲ្យផ្កាដែលកាំងដែលអីហ្នឹងគឺវាធ្វើឲ្យផ្កាហ្នឹងរីកស្រស់ស្រាយឡើងវិញបាទធ្វើឲ្យផ្កាដែលកំពុំនឹងឆាប់រីកហើយផ្កាដែលរីកហើយហ្នឹងបងប្អូនណាក៏វាអាចថាបង្កើតក្តាប់លឿនបាទហើយសម្រាប់ស្វ័យយន្ទីយើងមើលឃើញដូចយើងមើលគឺឃើញស្រស់ស្រាយមែនតើបងប្អូនណាបាទអញ្ចឹងនេះគឺជាគុណសម្បត្តិរបស់ស្វ័យភ្លៀងកក់ខែបាទវាមានជាតិសំណើមកាលណាវាមានជាតិសំណើមបងប្អូនណាសម្រាប់ផ្កាសម្រាប់អីហ្នឹងគឺវាឆាប់រីកហើយផ្កាយើងមើលទៅឃើញស្រស់ឃើញអីចឹងហើយវាធ្វើឲ្យបញ្ហាទ្រីបសម័យអីហ្នឹងក៏វាអាចថាបាត់ផងដែរនេះជាគុណប្រយោជន៍នៃភ្លៀងកក់ខែបងប្អូនហើយគុណប្រយោជន៍ទាំងអស់នេះបាទវាធ្វើឲ្យផ្កាកំពុំនេះគឺវាអាចផ្លែមកក៏កាន់ល្អដោយសារអីវាបានសំណើមនៅក្នុងដីខ្ពស់អញ្ចឹងវាធ្វើឲ្យផ្លែមានជាតិសំណើមបាទអញ្ចឹងកុំនិយាយច្រើនពេកបងប្អូននិយាយច្រើនគឺវីដេអូកាន់តែវែងហើយទី2បងប្អូនទី2វាគុណវិបត្តិសម្រាប់គុណវិបត្តិហ្នឹងគឺវាធ្វើឲ្យស្វ័យចន្ទីរបស់យើងផ្កាដែលរីកហ្នឹងវាធ្វើឲ្យរលួយបងប្អូនណារលួយហើយក្តាប់បងប្អូនណាដោយសារវាមានជាតិអាស៊ីតក្តាប់ដែលកើតមកទុយទេបងប្អូនបើក្តាប់ទុយហ្នឹងគឺវាងាយនឹងរងគ្រោះទៅវិញវាអាចធ្វើឲ្យក្តាប់ហ្នឹងវាខ្មៅបើវាខ្មៅវាជ្រុះទៅវាជ្រុះទៅអាហ្នឹងគុណវិបត្តិនៅមានបន្តទៀតបងប្អូនណាវាធ្វើឲ្យស្វ័យចន្ទីរបស់យើងខ្ញុំឧទាហរណ៍ដូចស្វ័យចន្ទីរបស់ខ្ញុំនេះបាទវាធ្វើឲ្យក្តាប់ហ្នឹងគឺវាមានការឡើងពណ៌បងប្អូនណាវាឡើងពណ៌ខ្មៅបាទហើយពិសេសផ្លែដែលទុំហ្នឹងគឺវាធ្វើឲ្យផ្លែទាំងអស់ហ្នឹងវាឡើងពណ៌ខ្មៅផងដែរហើយបញ្ហាដែលសំខាន់ផុតគុណវិបត្តិហ្នឹងគឺវាធ្វើឲ្យមានកើតជំងឺផ្សិតបងប្អូនកើតជំងឺផ្សិតតើឥឡូវយើងសុំទៅមើលកាមេរ៉ាខាងក្រោយវិញបងប្អូនបាទផ្សិតបងប្អូនអញ្ចឹងនៅពេលដែលភ្លៀងកក់ខែវាធ្វើឲ្យស្វ័យយន្ទីរបស់យើងកើតជំងឺផ្សិតបាទហើយវាធ្វើឲ្យងាយស្រួលដល់កកើតនៃតកៅបាទដង្កូវយល់ទងបងប្អូនណាបាទដូច្នេះអានេះហើយគឺជាគុណវិបត្តិនិងគុណសម្បត្តិបងប្អូនហើយបងប្អូនខ្លះក៏ចង់ដឹងថាតើយើងធ្វើម៉េចដើម្បីបង្ការនៅគុណវិបត្តិបាទគុណសម្បត្តិយើងចង់បានបងប្អូនណាតែគុណវិបត្តិយើងមិនចង់បានទេបងប្អូនអ្នកណាដូចអ្នកណាគឺយើងអត់ចង់បានទេ
ចឹងសម្រាប់ការដោះស្រាយយើងមានបងប្អូនណាមិនអត់ទេបាទនេះរបស់ខ្ញុំវាមានផ្លែធំផងទូចផងបាទហើយមានផ្កាតម្រិចផងបាទហើយក៏មានទុំមួយបងប្អូនមានទុំមួយបាទតែខ្ញុំថតអត់ថតដើមទុំទេបងប្អូនសារវានៅឆ្ងាយអញ្ចឹងខ្ញុំសូមនិយាយពីការដែលយើងត្រូវថែទាំតែយើងត្រូវធ្វើម៉េចបាទត្រូវយើងត្រូវធ្វើម៉េចបងប្អូនណាបាទអញ្ចឹងខ្ញុំនឹងរៀបរាប់ប្រាប់ដូចតទៅបងប្អូនបាទហើយសម្រាប់ការព្យាបាលក៏ដូចជាថែទាំបងប្អូនណាមើលដូចរបស់ខ្ញុំនេះវាអាចទៅកើតហើយព្រោះភ្លៀងមកត្រូវមកមេបាទនេះបងប្អូនសម្រាប់ការថែទាំទី1គឺយើងត្រូវពិនិត្យមើលចន្ទទីរបស់យើងតើវាមានវត្តមានមេអំបៅដែលអាចកកើតជាតកៅបាទឬក៏មានសញ្ញានៃរោគជំងឺផ្សិតបាទហើយជាទូទៅគឺយើងអត់នេះបងប្អូនយើងត្រូវតែបាញ់ថ្នាំឲ្យជាប្រញាប់តែម្ដងបងប្អូនណាអូមកតែភ្លៀងថ្ងៃហ្នឹងស្អែកឬក៏ខាន់ស្អែកយើងត្រូវបាញ់ថ្នាំយ៉ាងយូរ2ថ្ងៃ3ថ្ងៃបងប្អូនបាទតើយើងបាញ់ថ្នាំយើងគួរបាញ់ថ្នាំអីខ្លះបងប្អូនអញ្ចឹងប្រសិនបើស្វាយចន្ទីរបស់យើងមានបញ្ហាប៉ះភ្លៀងកក់ខែមួយមេបងប្អូនគួរតែបាញ់ថ្នាំទី1គឺបាញ់ថ្នាំបាទព្យាបាលជំងឺផ្សិតទី2គឺដង្កូវបងប្អូនណាមានតែ2មុខហ្នឹងទេបងប្អូនហើយអញ្ចឹងបងប្អូនគួរតែគប្បីបាញ់លៀងគេហៅបាញ់លៀងបងប្អូនណាបាញ់លៀងដូចកៅដូចរបស់ខ្ញុំចេះបាទអានេះត្រូវបាញ់ស្អែកបងប្អូនបាទគឺយើងត្រូវបាញ់ថ្នាំពពុះព្យាបាលជំងឺថ្នាំពពុះព្យាបាលជំងឺបងប្អូនអាចទៅសួរនៅដេប៉ូលក់ទៅបាទឬក៏វាមានរូបប្រមុនមួយចំនួនដូចជាពពុះគេហៅម៉ង់កូសេបបាទពុស៊ីណេបពុក្លូជរ៉ាសបាទពពុះហៃសាស៊ីស្រូប៊ីនបាទវាមានច្រើនទៀតបងប្អូនណាខ្ញុំរៀបរាប់មិនបានអស់ទេបងប្អូនហើយបាទហើយទី1ហើយមួយវិញទៀតបងប្អូនយើងត្រូវមើលថ្នាំតកៅបាទតកៅសូមបងប្អូនយកថ្នាំតកៅឲ្យខ្លាំងមកបងប្អូនបាទថ្នាំតកៅដូចជាពុអេម៉ាមេទីនបងប្អូនអាហ្នឹងក៏ខ្លាំងដែរបងប្អូនណាបាទអេម៉ាមេទីនឬក៏យើងប្រើពពុថ្នាំអ៊ីនដូសាខេបបាទពួកហ្នឹងក៏វាខ្លាំងដែរហើយបងប្អូនកុំព្យាយាមកេងថ្នាំបាទកុំព្យាយាមកេងថ្នាំមានន័យថាម៉េចបងប្អូនបាទគឺនៅពេលដែលយើងបាញ់ថ្នាំដោយសារតែភ្លៀងនេះវាខ្លាំងអញ្ចឹងទាំងថ្នាំជំងឺថ្នាំផ្សិតហ្នឹងបាទបងប្អូនសូមប្រើថ្នាំឲ្យបានពេញបាទកុំព្យាយាមកេងថ្នាំព្រោះវាភ្លៀងមកលើកនេះយើងត្រូវការព្យាបាលហើយបងប្អូនមិនបាច់ដាក់ថ្នាំជំនួយទេបងប្អូនណាគឺមិនចាំបាច់ដាក់ថ្នាំជំនួយទេបងប្អូនប្រើតែថ្នាំជំងឺបាទដូចខ្ញុំរៀបរាប់ប្រាប់ចឹងបងប្អូនណាមានម៉ង់កូសេបស៊ីណេបបាទមានពួកអាស៊ីសបាទអាសូស៊ីស្រូប៊ីនបាទបូកជាមួយនឹងឌីហ្វិនកូណាសូលនឹងក៏បានបងប្អូនប្រើពួកបាទហេសាកូណាសូលក៏បានដែរបងប្អូនអាចប្រើថ្នាំទាំងអស់ហ្នឹងក៏បានមួយណាក៏បានដែរបងប្អូនណាយើងត្រូវជ្រើសរើសយកតែមួយមុខទេកុំយកច្រើនមុខមិនចូលគ្នាពេកបងប្អូនណាយកតែមួយមុខទេបាទព្រោះថ្នាំនេះខ្លាំងបងប្អូនណាថ្នាំជំងឺនេះប្រើស៊ូមស្រួលជ្រុះអស់ឡើយបាទហើយមួយវិញទៀតថ្នាំតកៅបងប្អូនបាទថ្នាំតកៅដូចដែលខ្ញុំរៀបរាប់ប្រាប់បាទថ្នាំតកៅពុប្រភេទតិចហើយឬក៏ពពុះប្រភេទជ្រាបបាទជំរាបបងប្អូនប្រើយកមកតែ2មុខហ្នឹងមកបូកជាមួយនឹងថ្នាំស្អិតមួយមុខទៀតបងប្អូនត្រូវប្រើថ្នាំស្អិតបងប្អូនណាព្រោះខែនេះវាភ្លៀងបងប្អូនប្រើថ្នាំស្អិតដាក់ចូលមួយមុខទៀត3មុខហ្នឹងគឺបានហើយបងប្អូនណាជាការស្រេចហើយអញ្ចឹងកុំភ្លេចបងប្អូនដាក់តែ3មុខហ្នឹងបងប្អូនបាញ់វាចុះបងណាបាញ់ទៅមកទឹកម្ដងបាទហើយកុំភ្លេចបងប្អូនកុំទុកយូរពេកនៅពេលដែលភ្លៀងមកហ្នឹងកុំទុកយូរពេកបាទភ្លៀងមកថ្ងៃហ្នឹងស្អែកបាញ់ឬក៏ម្លងមួយថ្ងៃអាចបាញ់បានបាទតែបងប្អូនទុកយូរពេកគឺមានបញ្ហាហើយបងប្អូនណាបាទមានបញ្ហាហើយអញ្ចឹងដំណោះស្រាយខ្ញុំបានប្រាប់បងប្អូនហើយគឺវាមានច្រើនដំណាក់កាលទេបងប្អូនប៉ុន្តែគិតថានេះជាជំហានគឺខ្ញុំសូមកុំឲ្យវីដេអូយើងវែងពេកបាទភ្លៀងមកតែមួយថ្ងៃ2ថ្ងៃបងប្អូនអាចធ្វើការបាញ់ថ្នាំជំងឺបូកជាមួយនឹងថ្នាំតកៅជាមួយនឹងថ្នាំស្អិតបាទហើយបាញ់រយៈពេល5ទៅ7ថ្ងៃម្ដងបងប្អូនណាបាញ់លាងឲ្យស្អាតបាទខ្ញុំនេះបាទតំភ្លៀងមកមួយមេម្សិលមិញបងប្អូនណាថ្ងៃមុនមកប្រយដែរមិនតាន់បាញ់ទេដោយសារវាគាត់ថាវាមិនតាន់អីបងប្អូនណាយើងមើលដែរប៉ុន្តែជាក់ស្ដែងសម្រាប់ផ្លែរបស់យើងគឺវាមានបតេបតាបាទបតេបតាអញ្ចឹងនេះជាបទពិសោធន៍របស់ខ្ញុំហើយបើបងប្អូនណាមានបទពិសោធន៍ដែលល្អជាងនេះបាទ
dương ở bên ấy trong mình út ăn thật trong mình trên đây chạy cái té hết với trong mình này lũ chi tham không có đấy bà còn tại chỉ cả vô đăng cho lòng cắt cho mình bọt bị sao bà thưa xoài dần ti bà vì muốn có thọp lũ chi tham đấyបងbà nàyបងប្អូនណាបើខ្ញុំទុំមួយបងប្អូនឲ្យដើមខ្ញុំមិនល្អអីទេបងប្អូនដើមរដងសើបានផលទេប៉ុន្តែឆ្នាំនេះចការបស់ខ្ញុំមានអ្នកមកមើលច្រើនបាទមានអ្នកមកមើលច្រើនហើយទាំងអស់នេះវាជាបទពិសោធន៍របស់ខ្ញុំដើម្បីចែករំលែកជូនបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចជួយ share ជាមួយនឹងបទពិសោធន៍ទាំងអស់នេះទៅដល់បងប្អូនអ្នកធ្វើស្វ័យយន្ទីដទៃដើម្បីឲ្យពួកគាត់នឹងទទួលបានទិន្នផលបាទកាន់តែប្រសើរបាទគាត់បានទទួលទិន្នផលកាន់តែប្រសើរទៅបាទព្រោះបងប្អូនណាយើងឆ្នាំនេះគៀងច្រើនណាបាទគៀងច្រើនណាបាទគៀងច្រើនចំការមួយហ្នឹងគឺអត់បានផលទេមានតែផ្កាបាទហើយភ្លៀងអាស៊ីតមកលើកនេះក៏វាអាចធ្វើផ្កាគៀងហ្នឹងក៏វាអាចជួយជំរុញឲ្យចេញក្តាប់អីឡើងមកវិញដែរបងប្អូនបាទវាអាចជួយជំរុញក្តាប់ឲ្យចេញបានមកវិញបាទហើយនេះក៏ជាបទពិសោធន៍ចែករំលែកគ្នាហើយវីដេអូខ្ញុំនឹងវែងដែរបងប្អូនណារដងធ្វើតែ6 7នាទីបាទថ្ងៃនេះយើងរឿងសម្រាយមិនសម្រាយប្រហែលទេបងប្អូនដោយសារនេះខ្ញុំនិយាយរឿងលឿនហើយព្យាយាមខ្លីៗបាទខ្លីៗដើម្បីឲ្យបងប្អូនគាត់យកបទពិសោធន៍ទាំងអស់ហ្នឹងដើម្បីយកទៅបាទចែកចាយគ្នាបន្តទៀតបាទព្រោះបងប្អូនដែលធ្វើចំការគឺចង់បានផលបាទបើផលមិនបានក៏ធ្វើមិនបងប្អូនណាខ្វែងៗប៉ុណ្ណេះអត់អីទេបាទខ្វែងៗប៉ុណ្ណេះអត់អីទេយើងបាញ់ថ្នាំបាទលាងនៅមួយជើងមកគឺក្របសវិញបងប្អូនណាបាទនេះយើងបាញ់ថ្នាំជំងឺចូលក៏លេងអីបងប្អូនបាទស្អែកបាញ់នេះបើខ្ញុំនេះស្អែកបាញ់បាទដោយសារតែវាទំភ្លៀងម្សិលមិញភ្លៀងខ្លាំងយប់មិញបងប្អូនណាអញ្ចឹងយើងបាញ់អត់ទាន់ហើយអញ្ចឹងទៅក៏វាធ្វើឲ្យលាកលឿនណាបាទចន្ទីតែយើងទុកចោលអត់បានទេបាទផ្លែដល់ដីបងប្អូនណាបាទផ្លែដល់ដីអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងបងប្អូនអរគុណច្រើនបាទ